bạn số đây bằng phone đồng play mà từng ngọc khía và tập một chút trong chỉ mùi video clip thứ mày ok nó không video mới cứ chỉ video mua được trong phơi cả activate từ office bị chồng ngái và tạo attitude một trong một nét để quạt nào sống trong cả tinh khi lại sân việc sống ha trong phơi cả activate mà quạt bị chồng ngái làm đồng tăng cấp tới trong lại quạt vô tự đặt con ai này bạn ta có bị chạy thay có chạy đặt thì có nào sống áo ấy trong chui support từ sự bị nâng phong ok chẳng trong cổ bàn chấp vào phơi ca châu từ can computer bọc quạt tam để giải ca pra remote cảm thị remote để dương pra đối chỉ team viewer để có cảm thị xem tiềnแต่với được trong pra này cứ trong pra từ lừa cảm thị team viewer ok chẳng trong bàn cho tới đầm bay phơi ca đầm làngจาก office ថ្មីឲ្យគាត់ហើយក៏ត្រៀមនឹងដាក់ license អញ្ចឹងឥឡូវក្នុងការដំឡើងនេះវាជិតចប់ហើយអញ្ចឹងខ្ញុំអាចកាត់វីដេអូទាំងខ្លះដើម្បីបង្ហាញអ្នកនរគ្នានៅក្នុងកន្លែងដែលយើងដាក់ license តែម្ដងអ្នកទាំងអស់គ្នាឥឡូវយើងបានដំឡើង office ចប់ហើយអ្នកនរគ្នាឃើញហើយបាទនេះ office គឺខ្ញុំបានដំឡើងចប់ហើយនៅក្នុង computer របស់គាត់បាទនេះអញ្ចឹងនេះគឺជាកម្មវិធី team viewer ណាអ្នកនរគ្នាខ្ញុំបានបញ្ជានេះជា desktop ផ្សេងទៀតរបស់អតិថិជនរបស់ខ្ញុំហើយខាងក្រៅនេះជាកម្មវិធី computer របស់ខ្ញុំបាទខ្ញុំអត់កាត់តអីបន្លំអ្នកនរគ្នាទេធ្វើឲ្យអ្នកនរគ្នាមើលស្ដាយតែម្ដងអញ្ចឹងខ្ញុំបានដំឡើង office មិញបញ្ចប់ហើយអ្វីដែលខ្ញុំត្រូវការនៅពេលនេះគឺការដាក់ license ទៅកាន់ office នេះបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមបើក Excel មួយមកអូខេបើកវាតែម្ដងទៅណា yes បាទអញ្ចឹងវាឲ្យយើងធ្វើការដាក់ license ឥឡូវខ្ញុំ skip សិនបាទ yes វាឲ្យយើង activate ឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ activate យើងអាចចូលទៅកន្លែងនេះក៏បានដែរបើសិនជាករណីវាអត់ទាន់លក់អញ្ចឹងណាបាទនេះឃើញទេឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ activate ឲ្យបាទយើងដាក់ I have a product key បាទការ activate ទាមទារឲ្យយើងធ្វើការ online ជានិច្ចដើម្បីភ្ជាប់ទៅកាន់ក្រុមហ៊ុនរបស់ Microsoft អញ្ចឹងឥឡូវខ្ញុំដាក់ key ចូលបាទអ្នកនរគ្នាអូខេឥឡូវខ្ញុំវាយ key ហើយខ្ញុំចាប់ផ្ដើមធ្វើការ activate តែម្ដងបាទជួយ activate បាទ key យើងត្រឹមត្រូវហើយវាលោកសញ្ញា activate តែម្ដងអូខេបាទអញ្ចឹងទៅពេលបើកវិញវាឲ្យមកដល់កន្លែងនេះបាទនេះវាឲ្យយើងធ្វើការ activate ជាមួយនឹង software over the internet ឬក៏ឲ្យយើងធ្វើការ activate by telephone បាទអញ្ចឹងខ្ញុំយក by telephone yes activate with phone ហើយខ្ញុំចុច next មកបាទកន្លែងនេះគឺជាការដាក់ទៅលើមានន័យថាយើងយក installation ID ទៅឲ្យគេ generate តែក្រុមហ៊ុនបង្កើតធ្វើការ generate ទៅជា confirmation ID បាទឥឡូវខ្ញុំចាប់ផ្ដើមថតដើម្បីយករូបភាពហ្នឹងទៅឲ្យក្រុមហ៊ុនគាត់ធ្វើការ generate បាន key ទាំងប្រមាណហ្នឹងបាទលេខកូដទាំងប្រមាណហ្នឹងប្រមាណខ្ទង់ចុងក្រោយហ្នឹងបើយើងវាយក៏បានដែរប៉ុន្តែជាទូទៅកាលណាយើងមានកម្មវិធីដែលងាយស្រួលហើយយើងគួរតែប្រើវាសម្រាប់ខ្ញុំប្រើកម្មវិធីដែលយើងអាចបដូរពីរូបភាពទៅជាអត្ថបទបានអញ្ចឹងយើងអាច copy អត្ថបទហ្នឹងផ្សាយទៅកាន់ក្រុមហ៊ុនទៅអូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើការថតរូបភាពមួយដើម្បីយកធ្វើការ convert វាណាអ្នកនាងបាទថតឲ្យច្បាស់តិចទៅអូខេបាទឥឡូវបានណាយើងមើលឃើញច្បាស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ convert ជា text ហើយផ្សាយទៅកាន់ក្រុមហ៊ុន Microsoft ដើម្បីឲ្យគាត់ធ្វើការ generate key ហ្នឹងហើយបញ្ជូន key ហ្នឹងមកឲ្យខ្ញុំវិញតាមពិតកន្លែងហ្នឹងអ្នកនរគ្នាអាចវាយបានមានន័យថាយើងវាយអក្សរមួយទៅហើយផ្សាយទៅឲ្យគេក៏បានដែរប៉ុន្តែការវាយមួយដូចអ្នកឃើញហើយវាច្រើនខ្ទង់ពេកអញ្ចឹងវាច្រើនអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ convert រូបភាពដែលខ្ញុំបានថតទៅជាអត្ថបទហើយខ្ញុំផ្សាយតាមរយៈទូរស័ព្ទដៃទៅឲ្យក្រុមហ៊ុនដើម្បីឲ្យគាត់ធ្វើការ generate បាទខ្ញុំផ្ញើ pass ចូលទៅកាន់ application របស់ក្រុមហ៊ុនហើយផ្ញើទៅឲ្យគេដើម្បីឲ្យគេធ្វើការ generate អូខេនៅពេលនេះម៉ោង 7 ហើយមិនដឹងថាក្រុមហ៊ុនគាត់មានអ្នកបម្រើការងារចាំ support ឬក៏អត់ទេណាយើងរងចាំជាក់ស្ដែងសិនបាទយើងអត់ច្បាស់ដែរទៅមួយបញ្ហាហ្នឹងព្រោះអីពេលនេះគឺម៉ោងដល់ទៅម៉ោង6 ជាង 7 ហើយបាទម៉ោង 7 3 នាទីហើយបាទនៅក្នុងទូរស័ព្ទដៃលើនេះគឺខ្ញុំដាក់ time zone ខុសវាអត់ត្រូវទេលើកុំព្យូទ័របាទឥឡូវក្រុមហ៊ុនបានចូលមើលហើយយើងចាំទទួលបានការ reply របស់គេតែពេលខ្លះគេអត់ reply ទេគឺគេចាំផ្ញើកូដមកតែម្ដងបាទ7 3 នាទីបាទមិញ 7 3 នាទីបាទឥឡូវអូជិតកាប់ក្រុមហ៊ុនផ្សាយមកហើយនៅក្រុមហ៊ុនផ្សាយមកហើយក្រុមហ៊ុនផ្សាយកូដមកហើយខ្ញុំ copy បាទអញ្ចឹងរយៈពេលមិនប្រហែលជាខ្ទង់2 ទៅ 3 នាទីបាទយើងរងចាំក្រុមហ៊ុនគាត់ធ្វើការ generate កូដឲ្យយើងប្រហែលជា2 ទៅ 3 នាទីទេឥឡូវយើងមកនេះវិញខ្ញុំប្រសាខ្ញុំប្រើតាក់ទងមកក្រុមហ៊ុនប្រើលើទូរស័ព្ទដៃឥឡូវខ្ញុំផ្សាយកូដហ្នឹងចូលទៅឲ្យកុំព្យូទ័រ ពិបាកវាយដូចអ្នកឃើញយើងពិបាកវាយមែនតើ
បាទចាំមានខ្ញុំផ្សាយចូលទៅកុំព្យូទ័រហើយខ្ញុំផាសវាចូលទៅអញ្ចឹងខ្ញុំចូលមកកាន់កុំព្យូទ័រ Telegram ក្នុងកុំព្យូទ័ររបស់ខ្ញុំបាទ Telegram ក្នុងកុំព្យូទ័ររបស់ខ្ញុំណាបាទខ្ញុំ copy text ហ្នឹងហើយខ្ញុំដាក់ទៅ note មួយសិនអ្នកនរបាទ notepad មួយទៅ yes yes អូខេឥឡូវខ្ញុំ copy ម្ដងមួយព្រោះហ្នឹងវាអាច copy ទាំងអស់ទេបាទយើងចូលមកកាន់ Team Viewer មកនិយាយដល់មិញកម្មវិធីរបស់យើង control មិញហ្នឹងអូខេអញ្ចឹងនៅពេលដែលក្រុមហ៊ុនគាត់ផ្ញើកូដនឹងឲ្យយើងយកមកផាសបាទម្ដងមកខ្ទង់មកព្រោះអានេះវាអត់ឲ្យផាសទាំងអស់ទេអ្នកនេះបាទយើងផាសម្ដងមកខ្ទង់មកណាអូខេអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការដាក់លេខកូដបានហើយនេះបាទលេខកូដដែលក្រុមហ៊ុនបានផ្ញើឲ្យខ្ញុំមុននឹងខ្ញុំចាំគាត់រយៈពេល2នាទីក្រុមហ៊ុនគាត់ដោះសេឲ្យគាត់ផ្ញើ confirmation ID ដើម្បីឲ្យយើងធ្វើការដាក់កន្លែងហ្នឹងអូខេអញ្ចឹងយើងចុច OK មកបាទអញ្ចឹងនេះបាទគេឲ្យយើងបញ្ជាក់ថាយើងបានធ្វើការ copy ជាមួយនឹង license របស់ Office ចូលទៅកាន់ computer របស់ខ្ញុំរបស់យើងរួចរាល់អូខេយើងគ្រាន់តែចុចពីតែ close មកបាទយើងចុច close មកកន្លែងហ្នឹងបាទសួស្តីអ្នកនរគ្នាឥឡូវយើងធ្វើការ activate ជាមួយនឹង Office នៅក្នុង computer រួចរាល់ហើយបាទពេលនេះគឺវាអត់មានបញ្ហាអីទេគឺ license អីបានដាក់រួចអស់ហើយសម្រាប់ការដាក់ license ទៅលើ computer របស់អតិថិជនម្នាក់បាទអញ្ចឹងខ្ញុំគាត់តែមានវីដេអូចែករំលែកប៉ុណ្ណឹងទេបើសិនជាអ្នកនរគ្នាមានអ្វីដែលចង់ឲ្យខ្ញុំដោះស្រាយឲ្យតាក់ទងជាមួយនឹងការដាក់ license ការដាក់អីហ្នឹងអាចតាក់ទងមកខ្ញុំបានតាមរយៈTelegram បាទដែលខ្ញុំដាក់ link នៅខាងក្រោមអូខេអរគុណសម្រាប់ការទស្សនាវីដេអូយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀត